ក្នុងការរស់នៅជាសង្គមយើងគួរតែជាមនុស្សម្នាក់ដែលអ្នកដតីគេឮឈ្មោះយើងហើយគេសប្បាយចិត្តគេចង់ស្ដាប់គប់គេចង់រាប់អានគេជឿទុកចិត្តយើងបានកុំឲ្យថាគេឮឈ្មោះយើងហើយគេខ្លាចគេអត់ចង់សំបីជួបមុខឮឈ្មោះយើងហើយគេមានអារម្មណ៍ថាល្វើយគេនឿយហត់ព្រោះអាហ្នឹងគឺសំខាន់ឡើងមែនតើអាហ្នឹងជាអត្តសញ្ញាណមួយនៅក្នុងសង្គមរបស់យើងមានន័យថាមនុស្សនៅក្នុងសង្គមមិត្តភ័ក្តិនៅសាលាមិត្តភ័ក្តិនៅកន្លែងការងារគេឮឈ្មោះយើងហើយគេចាំថាយើងជាមនុស្សបែបណាដូចជា branding មួយអញ្ចឹងបងប្អូនឧទាហរណ៍ថាអ្នកនរគ្នាឮពី brand Apple ទទួលស្គាល់ពីគុណភាពការប្រើប្រាស់អីចឹងទៅអាហ្នឹងជាអ្វីមួយដែលយើងឮហើយយើងទុកចិត្តបានរបស់គាត់ល្អចុះយើងខ្លួនឯងឈ្មោះយើងនៅពេលដែលគេឮហើយយើងចង់ឲ្យគេចាំថាយើងជាមនុស្សមិនអញ្ចឹងចំណុចហ្នឹងក៏សំខាន់ដូចគ្នាដែរកុំឲ្យតែគេឮឈ្មោះយើងហើយបកាយល្អូណាធ្វើការងារចុងដៃចុងជើងខ្ជានិយាយឲ្យធ្វើមិនដូចអីដែលនិយាយឬក៏យើងជាមនុស្សដែលបកែគេងចំណេញលើគេមែនតែនយើងជាមនុស្សដែល manipulate បោកបញ្ឆោតអ្នកដទៃនិយាយល្អប៉ុន្តែបិទបាំងទង្វើអាក្រក់ឬក៏យើងជាមនុស្សដែលអាចនិយាយបានថាពិបាកនិយាយចូលមួយគេមួយឯងអញ្ចឹងណាអញ្ចឹងខ្ញុំចង់ឲ្យយើងត្រឡប់មកផ្ដោតលើខ្លួនឯងក្រៅតែពីការស្វែងយល់ពីរឿងតុកសិចពីមនុស្សតុកសិចនៅក្នុងជីវិតហើយយើងខ្លួនឯងនេះយើងចង់ឲ្យអ្នកដទៃគេចាំថាយើងជាមនុស្សបែបណាយើងរៀបខ្លួនឯងឲ្យទៅជាមនុស្សបែបហ្នឹងហើយខ្ញុំជឿថាគ្រប់គ្នាចង់ឲ្យអ្នកដទៃចាំថាយើងជាមនុស្សដែលអាចទុកចិត្តបានមនុស្សល្អមនុស្សដែលទៅណាឲ្យផ្ដល់ធម៌ពលវិជ្ជមានទៅកាន់មនុស្សជុំវិញខ្លួនអញ្ចឹងផ្ដើមចេញពីយើងខ្លួនឯងជាមនុស្សដែលអត់តុកសិចសិនហើយមួយទៀតខ្ញុំគិតថាយើងនឹងស្រូបទាញមនុស្សល្អៗចូលមកក្នុងជីវិតរបស់យើងដូចគ្នាប៉ុន្តែវាជាអត់ផុតទេក្នុងករណីដែលយើងបំពេញកិច្ចការងារយើងរស់នៅក្នុងសង្គមគឺយើងជួបមនុស្សច្រើនអញ្ចឹងបើសិនជាជួបមនុស្សតុកសិចថាតើយើងនឹងដោះស្រាយយើងនឹងរក្សាគម្លាតករណីខ្លះយើងអាចកាត់ផ្ដាច់គាត់បានក៏កាត់ផ្ដាច់ករណីខ្លះទៀតគឺព្យាយាមនិយាយជាមួយគាត់ឲ្យតិចបំផុតអញ្ចឹងវិធីសាស្ត្រនៅក្នុងការដោះស្រាយគឺអាស្រ័យទៅតាមលក្ខខណ្ឌរបស់មនុស្សម្នាក់ប៉ុន្តែខ្ញុំត្រឡប់មកជារួមវិញថ្ងៃនេះយើងមិនមែនមកវិនិច្ឆ័យបុគ្គលនេះបុគ្គលនោះទេប៉ុន្តែគ្រាន់តែចង់ឲ្យបងប្អូនទាំងគ្នាត្រឡប់មកវាតម្លៃទៅថារយៈពេលដែលយើងស្គាល់គាត់មួយឆ្នាំយើងជួបគាត់ប្រហែល5ដង10ដងគាត់ល្អពីបញ្ហាជីវិតរបស់គាត់រហូតតែយើងអត់ឃើញថាគាត់ធ្វើអីដើម្បីកែប្រែជីវិតរបស់ខ្លួនឯងឬក៏ជជែកជាមួយគាត់ពេលណាដល់គាត់ប្រកាន់មមគោលគំនិតរបស់គាត់និយាយចង់យកតែឈ្នះរហូតអញ្ចឹងអាហ្នឹងយើងអត់និយាយមួយគាត់ទេព្យាយាមបន្ថយនៅតំណងហ្នឹងតាមតែអាចធ្វើទៅបានហើយមួយទៀតគឺខ្លួនឯងហ្នឹងគួរតែរៀបចំខ្លួនឯងបែបណាដែរដើម្បីកុំឲ្យយើងខ្លាចទៅជាមនុស្សតុកសិចសម្រាប់គេដូចគ្នា